អត្តពលិករត់ប្រណាំងនៅព្រឹត្តិការណ៍ប្រកួតកីឡាអូឡ িম্প ិកត្រូវធ្វើតេស្ត DNA បញ្ជាក់ភេទទើបអនុញ្ញាតឲ្យចូលរួមកីឡារត់ប្រណាំងនឹងក្លាយជាកីឡាអូឡ িম্প ិកដំបូងគេដែលតម្រូវឲ្យមានការធ្វើតេស្ត DNA ដើម្បីបញ្ជាក់ពីភេទកំណើតរបស់អត្តពលិកនារីហើយក្រុមប្រឹក្សាអត្តពលកម្មពិភពលោកបានធ្វើការសម្រេចចិត្តបែបនេះដើម្បីការពារសុចរិតភាពនៃការប្រកួតកីឡារបស់នារីលោក Sebastian Coe ប្រធានអត្តពលកម្មពិភពលោកបាននិយាយថាចំណាត់ការនេះធានាបាននូវភាពយុត្តិធម៌ក្នុងការប្រកួតកីឡារបស់ស្ត្រីនិងរក្សាទំនុកចិត្តក្នុងការប្រកួតបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមកីឡានិងក្រុមតស៊ូមតិជាង70ក្រុមអង្គការបានសម្រេចចិត្តថាការធ្វើតេស្ត DNA គឺជាវិធីសាស្ត្រដ៏ល្អបំផុតដូច្នេះហើយអត្តពលិកនឹងត្រូវបានធ្វើតេស្តតែម្ដងគត់ក្នុងអាជីពរបស់ពួកគេតាមរយៈការធ្វើតេស្តឈាមស្ងួតការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការហាមឃាត់ចំពោះប្រុសកែភេទមិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡាស្ត្រីពីមុនមកគេធ្លាប់អនុញ្ញាតឲ្យស្ត្រីកែភេទចូលរួមប្រកួតបានប្រសិនបើកម្រិតអរម៉ូន testosterone របស់ពួកគេនៅទាបជាងកម្រិតជាក់លាក់មួយក្នុងរយៈពេល12ខែប៉ុន្តែឥឡូវនេះលក្ខខណ្ឌចូលរួមគឺតតែជាភេទស្រីពីកំណើតហើយច្បាប់ថ្មីនេះក៏នឹងប៉ះពាល់ដល់អត្តពលិកមួយចំនួនតូចដែលកើតមានក្រូម៉ូសូមផ្លូវភេទខុសប្រក្រតីផងដែរការជជែកញែកអំពីការចូលរួមរបស់មនុស្សប្រុសកែភេទក្នុងកីឡាបានក្លាយជាបញ្ហាវប្បធម៌កាន់តែធំឡើងហើយនៅសហរដ្ឋអាមេរិកប្រធានាធិបតីលោក Donald Trump ទើបនឹងបានចុះហត្ថលេខាលើបទបញ្ជាមួយដើម្បីទប់ស្កាត់ការផ្ដល់មូលនិធិសហព័ន្ធសម្រាប់សាលារៀនដែលអនុញ្ញាតឲ្យស្ត្រីប្រុសភេទអាចប្រកួតប្រជែងក្នុងកីឡាស្ត្រីបន្ថែមពីនេះការស្ទង់មតិថ្មីនេះបានបង្ហាញទៀតថា79%នៃជនជាតិអាមេរិកជំទាស់មិនចង់ឲ្យប្រុសកែភេទជាស្ត្រីចូលរួមក្នុងកីឡាស្ត្រីឡើយ